ជំរាបសួរបងប្អូនអរគ្នាបាទថ្ងៃនេះជួបគ្នានៅក្នុងវីដេអូនេះខ្ញុំមានមេរៀនមួយដែលគិតថាមានសារៈសំខាន់សម្រាប់បងប្អូនពាក់ព័ន្ធទៅនឹងការនិយាយភាសាអង់គ្លេសបាទដោយសារតែកន្លងមកគឺមានបងប្អូនច្រើនមែនតើបាទសិស្សានុសិស្សអ្នកដែលរៀនភាសាអង់គ្លេសភាគច្រើនគឺគាត់រៀនច្រើនឆ្នាំដែរប៉ុន្តែគាត់នៅមានបញ្ហាមួយគឺបញ្ហានៃការនិយាយគាត់មិនអាចនិយាយភាសាអង់គ្លេសបានក្រោយពីគាត់រៀនអស់រយៈពេលយ៉ាងយូរបាទដូច្នេះខ្ញុំក៏បានស្រាវជ្រាវមានចូលទៅក្នុង website មួយដែលគេចែកម្លែកអំពីគន្លឹះនៅក្នុងការធ្វើយ៉ាងណាឲ្យបងប្អូនអាចនិយាយភាសាអង់គ្លេសបានល្អបាទហើយខ្ញុំគិតថាប្រធានបទនេះគឺល្អសម្រាប់អ្នកគ្រប់គ្នារួមទាំងខ្ញុំខ្លួនឯងផងដែរបាទអញ្ចឹងកុំភ្លេចតាមដានវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ខ្ញុំនឹងធ្វើការបកប្រែនៅអត្ថបទមួយដែលគេចែករំលែកអំពីគន្លឹះទាំង12ដែលធ្វើឲ្យជំនាញនិយាយភាសាអង់គ្លេសរបស់យើងមានការរីកចម្រើនបាទអញ្ចឹងយើងថ្ងៃនេះយើងនឹងរៀនអំពី12គន្លឹះហ្នឹងតើគេមានគន្លឹះទាំង12ហ្នឹងយ៉ាងដូចណាខ្លះយើងត្រូវធ្វើអីខ្លះដើម្បីឲ្យភាសាការនិយាយភាសាអង់គ្លេសរបស់យើងមានការរីកចម្រើនមានភាពល្អផ្សារទៅមុខអូខេអញ្ចឹងក្នុងអត្ថបទនេះដែរខ្ញុំចូលទៅក្នុង website oxfordlanguageclub.com អញ្ចឹងបងប្អូនអាចចូលទៅក្នុង website នេះដើម្បីស្រាវជ្រាវបន្ថែមទៀតបាទអូខេអញ្ចឹងយើងចាប់ផ្ដើមទៅមើលតើគេនិយាយថាយ៉ាងម៉េចខ្លះអញ្ចឹងនេះគឺជា tip ទី1បាទអញ្ចឹងទាំងអស់មាន12អញ្ចឹងយើងមើលគន្លឹះទី1 number 1 expand your vocabulary ប្រែថាពង្រីកនៅពាក្យបាទពាក្យក្នុងភាសាអង់គ្លេសវគ្គស័ព្ទហ្នឹងគឺថាមានន័យថាយើងទៅរៀនពាក្យឲ្យបានច្រើន expand your vocabulary បាទរៀនពាក្យឲ្យបានច្រើន learn new word every day អញ្ចឹងជារៀងរាល់ថ្ងៃយើងត្រូវរៀនពាក្យថ្មីបាទបងប្អូនប្រើវិធីសាស្ត្រខ្លួនឯងរៀនយ៉ាងណាយើងអាចសរសេរនៅក្នុងសភៅកំណត់ហេតុឬក៏ធ្វើយ៉ាងណាប្រើវិធីសាស្ត្រខ្លួនឯងដើម្បីរៀនឲ្យបានពាក្យច្រើនពាក្យថ្មីជារៀងរាល់ថ្ងៃបាទអញ្ចឹងការរៀនភាសាអង់គ្លេសគឺសំខាន់គឺពាក្យបាទគឺបងប្អូនត្រូវចេះពាក្យច្រើនក្នុងថ្ងៃអញ្ចឹងយើងរៀនពាក្យថ្មីមួយថ្ងៃធ្វើយ៉ាងណាចេះពាក្យថ្មីបាទអាចចំនួនគឺបងប្អូនអាចកំណត់ខ្លួនឯងថាបងប្អូនអាចកំណត់ថាមួយថ្ងៃ3ពាក្យឬក៏4ពាក្យឬក៏5ពាក្យតាមលទ្ធភាពរបស់បងប្អូនបាទអញ្ចឹងបងប្អូនអាចកំណត់ទៅ3 daily word or it can be 10 daily word តាមសមត្ថភាពដែលបងប្អូនអាចរៀនបានEven if you only have time to learn one words per day, it is still worth trying. ជាងគេថាទោះបីតែមួយថ្ងៃចេះមួយពាក្យថ្មីមួយពាក្យក៏វាល្អដែរបាទ By learning one word every day after 1 year, you will have learned 365 new words. បាទអញ្ចឹងបងប្អូនកណនីទៅមួយថ្ងៃបងប្អូនរៀនចេះមួយពាក្យអញ្ចឹងក្នុងរយៈពេល1ឆ្នាំគឺបងប្អូនយ៉ាងហោចណាស់ក៏ចេះ365ពាក្យដែរអញ្ចឹងវាគ្រាន់បើជាងដែលយើងមិនរៀនសោះអូខេអញ្ចឹងបងប្អូនអាចកំណត់នៅចំនួនពាក្យដែលបងប្អូនរៀនរាល់ថ្ងៃបាទជានេះក៏គេបង្ហាញ some good resources for word and news songs TV show depending on your daily habit អញ្ចឹងប្រភពដែលបងប្អូនអាចទៅរៀនពាក្យថ្មីបានគឺតាមរយៈសារព័ត៌មានចម្រៀងឬក៏ការបង្ហាញនៅតាមខ្សែទូរទស្សន៍កម្មវិធីទូរទស្សន៍បាទអញ្ចឹងវាអាស្រ័យទៅលើទម្លាប់របស់យើងតែយើងចូលចិត្តអីចូលចិត្តស្ដាប់ចម្រៀងយើងអាចរៀនពាក្យថ្មីពីចម្រៀងបានចូលចិត្តស្ដាប់ព័ត៌មានបងប្អូនអាចរៀនពាក្យថ្មីពីព័ត៌មានបាន
បើសិនជាបងប្អូនចូលចិត្តតន្ត្រីបងប្អូនអាចស្ដាប់តន្ត្រីហើយបងប្អូនអាចមើលនៅយើង download lyric ឬក៏ lyric នៃចម្រៀងហ្នឹងយកមកហើយរៀនពាក្យតាមចម្រៀងហ្នឹងទៅបាទយើងពាក្យនៅក្នុងបទចម្រៀងភាគច្រើនគឺមានសារៈសំខាន់បាទមាន clear មានល្បះមានប្រយោគដែលសំខាន់ដែលយើងអាចប្រើបាននៅក្នុងភាសាអង់គ្លេសដូច្នេះគឺមានន័យថាយើងអាចពង្រីកនៅពាក្យស័ព្ទដែលយើងត្រូវចេះឬក៏ពាក្យភាសាអង់គ្លេសអាស្រ័យទៅលើការកំណត់របស់បងប្អូនមើលសមត្ថភាពខ្លួនឯងថាមួយថ្ងៃអាចរៀនបានប៉ុន្មានពាក្យបើបងប្អូនរៀនបានកាន់តែច្រើនកាន់តែល្អដូចឧទាហរណ៍ថាបងប្អូនរៀន10ពាក្យក្នុងមួយថ្ងៃអញ្ចឹងមួយឆ្នាំបងប្អូនអាចចេះរហូតដល់ 3000 ពាក្យជាងអញ្ចឹងគួរសមដែរបងប្អូន 3000 ពាក្យជាងអាចថាច្រើនណាបាទអញ្ចឹងបងប្អូនព្យាយាមទៅរៀនពាក្យបានច្រើនហើយ tip ទី2របស់គាត់បាទកលឹះទី2គឺ improve your pronunciation គឺអភិវឌ្ឍទៅលើការបញ្ចេញសំឡេងរបស់យើងតើយើងធ្វើយ៉ាងម៉េចដើម្បីអភិវឌ្ឍធ្វើឲ្យការបញ្ចេញសំឡេងយើងបានល្អYou might know a lot of words, but if you fail to say them correctly, you will not be understood. That seems like a waste of time spent on remembering words, right? បើចឹងមានន័យថាបើសិនយើងចេះពាក្យច្រើនក៏ពិតមែនប៉ុន្តែបើសិនយើងមិនអាចបញ្ចេញសំឡេងពាក្យទាំងអស់ហ្នឹងឲ្យបានត្រឹមត្រូវទេនៅពេលដែលយើងយកទៅនិយាយគេអត់យល់យើងទេបាទអញ្ចឹងមានន័យថាយើង fail ហើយដូច្នេះរៀនពាក្យហើយត្រូវតែរៀនការបញ្ចេញសំឡេងពាក្យហ្នឹងឲ្យបានត្រឹមត្រូវអញ្ចឹងកលឹះសំខាន់គឺប្រើ dictionary បងប្អូន online dictionary such as Macmillan and Merriam-Webster ឬក៏បងប្អូនចូលទៅក្នុង Cambridge Dictionary ក៏បានដែរ online ដូចគ្នាបងប្អូនអាច check នៅសំឡេង pronunciation របស់វាហើយមើលកំណត់សម្គាល់ទៅលើកន្លែងណាត្រូវលើកដាក់សំឡេង stress អីហ្នឹងគឺបងប្អូនអាចរៀនពីកន្លែងហ្នឹងបានហើយនិយាយឲ្យមានន័យថាយើងត្រូវបញ្ចេញសំឡេងពាក្យមួយឲ្យត្រឹមត្រូវបើយើងបញ្ចេញសំឡេងមិនត្រូវនៅពេលដែលយើងយកទៅប្រើនិយាយទៅគឺពិបាកយល់ហើយបាទគេអត់យល់យើងណាបាទអញ្ចឹងការបញ្ចេញសំឡេងសំខាន់មែនទែនបងប្អូនត្រូវតែពង្រឹងទៅលើការបញ្ចេញសំឡេងពាក្យមួយឲ្យបានច្បាស់គឺតាមរយៈការ check dictionary ហ្នឹងហើយបាទ check dictionary តាម online ឥឡូវគឺបងប្អូនអាចចុចស្ដាប់សំឡេង pronunciation ជាអង់គ្លេសក៏បាទអង់គ្លេសបែបអង់គ្លេសជាអង់គ្លេសបែបអាមេរិកខាងក៏បានដែរអញ្ចឹងចុចស្ដាប់ទាំងពីរទៅបាទហើយនៅពេលចុចស្ដាប់កុំភ្លេចនិយាយតាមគេផងឧទាហរណ៍បងប្អូនcheck ពាក្យ peace ពេលបងប្អូនចុចស្ដាប់ឬសូ peace បងប្អូនត្រូវនិយាយ peace ឲ្យច្រើនដងតាមរយៈការទន្ទិញការនិយាយច្រើនដងនោះគឺធ្វើឲ្យបងប្អូនចាំអូខេអញ្ចឹងកលឹះទី3គឺ learn natural flow of English គឺយើងត្រូវរៀនពីលំហូរតាមបែបធម្មជាតិរបស់ភាសាអង់គ្លេសបាទមានន័យថាម៉េចគឺយើងរៀនមានន័យថាពាក្យមួយគេថាកុំបកប្រែកុំគិតsing English in English មានន័យថាយើងត្រូវគិតភាសាអង់គ្លេសក្នុងជាភាសាអង់គ្លេសកុំគិតជាភាសាខ្មែរពេលខ្លះយើងព្យាយាមបកប្រែបាទបកប្រែជាភាសាខ្មែរទៅភាសាអង់គ្លេសអានឹងវាអត់ natural flow ឯង Being able to say the few word correctly is great but the secret of speaking fluent English lie in the flow of sentences បាទអញ្ចឹងគេមានន័យថាបើយើងចេះពាក្យត្រឹមត្រូវនិយាយពាក្យត្រឹមត្រូវមួយវាល្អហើយប៉ុន្តែអ្វីដែលល្អជាងនឹងទៀតជាអាចកំបាំងគឺវាស្ថិតនៅលើ the flow of sentence in English បាទដើម្បីធ្វើឲ្យយើង fluent ធ្វើឲ្យយើងមានភាពរអិលក្នុងភាសាអង់គ្លេសគឺបងប្អូនត្រូវតែដឹងអំពី flow នៃ sentence បាទ sentence មានន័យថាលំហូរនៃល្បះដែលយើងត្រូវនិយាយចេញទៅណាបាទ When you read a piece of poetry listen to melodic song or watch a harmless sitcom pay attention to the following បាទនៅពេលដែលយើងស្ដាប់ចម្រៀងក៏ដោយកំណាព្យក៏ដោយឬក៏មើលនៅរឿងកំ pl ែងឬក៏
អ្វីផ្សេងទៀតគឺយើងត្រូវតែចាប់អារម្មណ៍ទៅលើចំណុចទាំងខាងក្រោមនេះទី1គឺ linking បាទ linking ការភ្ជាប់ notice how native speaker link word together joined to sound making sound to disappear changing a sound a better flow អញ្ចឹងត្រូវកត់ចំណាំទៅលើឬក៏ត្រូវផ្ដោតទៅលើការដែលអ្នកនិយាយ native speaker ហ្នឹងគាត់ភ្ជាប់ពាក្យជាមួយគ្នាបាទពេលខ្លះពាក្យគាត់ភ្ជាប់គាត់និយាយភ្ជាប់ទៅអញ្ចឹងសំឡេងផ្សេងដូចថាrồi thaនិយាយពាក្យថា come on yeah come on និយាយ come on ប៉ុន្តែគាត់និយាយភ្ជាប់ come on yeah អញ្ចឹងអាហ្នឹងគេហៅថា joining two sounds បាទអញ្ចឹងនៅពេលដែលយើងអត់ដែលស្ដាប់ជាក់ស្ដែងគឺយើងពិបាកយល់ទៅ come on នេះ come on អូខេហើយមួយទៀតគឺ construction ការធ្វើឲ្យខ្លី contraction ធ្វើសំឡេងឲ្យខ្លីនេះភ្ជាប់សំឡេងនេះ contraction ការ short form បាទទម្រង់កាត់ contraction are shortened form of the word for example ដូចថា I am ជាងគេកាត់មក am he will គេកាត់មក he'll they have គេកាត់មក they've do not គេកាត់មក don't ចឹងហ្នឹងគេហៅថា contraction ចឹងបងប្អូនត្រូវចេះហ្នឹងនៅពេលដែលគេនិយាយថា I'm here គេថាមិនអត់និយាយថា I am here ព្រោះគេនិយាយកាត់គឺ am here ចឹងបងប្អូនត្រូវតែរៀនពីហ្នឹងហើយប្រើប្រាស់វាផងប្រើប្រាស់ឲ្យដើម្បីឲ្យលំហូរនៃ sentence បងប្អូនមានភាព natural stress យើងត្រូវចេះស្ដាប់ stress មានភាពតានតឹងដែលក្រៅមាន stress នេះ stress នេះគឺ stress ការសង្កត់សំឡេងទៅលើពាក្យព្យាង្គនៅក្នុងពាក្យមួយthere are stress syllable in the word and stress word អញ្ចឹងពាក្យខ្លះវាមាន stress នៅក្នុង word ហ្នឹងគឺយើងត្រូវការស្ដាប់ការលើកដាក់សំឡេង rhythm នេះគឺចង្វាក់ The rhythm is the overall result of stress contraction linking it is the up down and musical អញ្ចឹងបងប្អូនត្រូវតែចាប់អារម្មណ៍ទៅលើចំណែកទាំងអស់ហ្នឹងរៀនពី native speaker អញ្ចឹងដើម្បីធ្វើឲ្យនៅពេលបងប្អូននិយាយទៅគឺមានភាពជាមានគេថាមានលក្ខណៈធម្មជាតិ natural flow អូខេកលឹះទី4នោះគឺ build English speaking confidence គឺបងប្អូនត្រូវតែបង្កើតនៅទំនុកចិត្តនៅក្នុងការនិយាយភាសាអង់គ្លេស One of the biggest barrier to developing English speaking is confidence បាទអញ្ចឹងទំនុកចិត្តនេះគឺសំខាន់មែនទែនបងប្អូនត្រូវតែធ្វើយ៉ាងណាឲ្យបងប្អូនមានទំនុកចិត្តលើខ្លួនឯងហើយឡើងនិយាយទៅអត់ភ័យពេលដែលនិយាយទៅអត់ភ័យទេបាទ The best way to do this is try speaking with strangers អញ្ចឹងកលឹះដែលសំខាន់ដើម្បីបងប្អូនឲ្យមានទំនុកចិត្តគឺបងប្អូនត្រូវព្យាយាមនិយាយភាសាអង់គ្លេសបងប្អូនជាមួយនឹងអ្នកដទៃដែលបងប្អូនធ្លាប់ស្គាល់ទីថាអ្នកទេសបាទក៏ជនបរទេសដែលគាត់មកស្រុកខ្មែរអញ្ចឹងទៅយើងអាចផ្សាយតាក់ទងនិយាយជាមួយអ្នកដទៃបាទអញ្ចឹងនៅពេលដែលយើងនិយាយដំបូងឡើយយើងអត់ទាន់មានទំនុកចិត្តទេយើងអាចភ័យអាចញ័រអញ្ចឹងទៅនិយាយទៅគេអត់ស្ដាប់អត់បានអញ្ចឹងមិនជាបញ្ហាទេបងប្អូនត្រូវតែព្យាយាមប្រឹងប្រែងបន្តទៀតដើម្បីធ្វើឲ្យទំនុកចិត្តបងប្អូនពេញទំហឹងបាទកលឹះទី5គឺ speech shadowing shadowing គឺសមោលនៃការនិយាយជាមើលគឺមានន័យថាម៉េច In a nutshell the techniques about imitation you listen to how a native speaker say something and try to copy it អូខេអញ្ចឹង speech shadowing មានន័យថាការនិយាយតាមការ copy តាមអញ្ចឹងយើងស្ដាប់ទៅទៀតថាយើងស្ដាប់លោក Barack Obama និយាយយើងព្យាយាមនិយាយតាមគាត់បាទនិយាយតាមគាត់តង់ក៏តាមគាត់របៀបលើកដាក់សម្លេងក៏តាមគាត់ឬក៏ស្ដាប់លោក Donald Trump ព្យាយាមធ្វើសម្លេងដូចគាត់អានឹងគេហៅថា speech shadowing Pick your favorite video with subtitle make sure that it is something you enjoy watching because you will បាទអញ្ចឹងនៅក្នុង YouTube ឥឡូវគឺមានច្រើនមានវីដេអូដែលមាន subtitle
chúng bóng ôn vô video ông lệ đã mình subtitle là dừng gì tam đấy và copy tam đấy. Listen to it many times. Listen to the video once and read the subtitle to get a good grasp of the general content and flow. While you are playing it again, complete the next step. Và chân dương snap video nữa hay dương an subtitle và gì tam á. Okay. Imitate the narrator sentence by sentence. Cái dương gì tam nè gì trong video nữa. Mùi mình dương play, listen, pause, speak, record. Và dương miền pram nạc cá nữa tìm mối dương cho video nữa ở Việt đá rồi tỏ mỗi dương sẽ đặt phải dương pause video mình đây ta ở video nâng scope và tỏ máu này gì tàn hay mới tiết cứ record dương record của bạn mình record của bạn này nhưng còn là chọn nông từ xa vẫn thọt sầm lê như được có thọt video tới làm bây giờ chọn đạp xa làm quên nhớ nè. Ok anh đang chữ ta shadow speech shadowing dương thôi chẳng cái lời tìm của mỗi cái self talk bên đây ca này gì tôi căn khu này mà gì chỉ một khu này talk to yourself in English loudly anh gì lư nó không phải tục phải chẳng nè. It can be anything from suggestion like short video thing chúng mình clear clone ấy bóng bồn cả khu này tới hay gì tới hay chlau gì su khu này chlau khu này chẳng nè gì con mơ con phải chọn mà cả phim nào đấy cứ gì này ai chào tên là self talk nữa và self talk nó cứ chui ban chờ này và dừng gì nó không phải tục ấy dừng gì lư các lại na môi đây ở bên mà đâu tivi lại chẳng dừng gì đấy dừng gì hết chlau khu này com khám kê bóng bồn nó về đây những thưa đồng bày áp vật luôn com khám kê cả là bóng bồn khám kê cứ bóng bồn mình đi chìm ra này những thưa nó đồng bày lọ thà đồng bày những mình smart phim dịp sang lấy những mentor bật coach cô này để những cô ta bị phiêu mà được có tụi bạn bà bậc cảm mấy on bên thì cứ những đồng bày áp vật smart phim luôn những com khám nó về đây những thưa vậy đã lọ ok. Chúng nói tìm một cứ sing in English và sing in English mình là kịch nó không chịp sang lê được trong ban lơ càng chúng nói càng lớn cứ dương thơ tại kịch bài bằng lễ công kịch bài khmai nó bây giờ dương sử dụng bỏ prai bị khmai tới cứ score ngày và nó bây giờ dương gì tới cứ score ngày ở về unnatural này chứ thơ kịch chịp sang lê if you already sing in English it take less time to produce a personal everyday conversation no transition needed chẳng nếu bây giờ dân kết chip sang lấy cứ cho dân ai respond tới cái lươn ai kết lươn gì tới lươn chiêng là dân chỉ dùng bỏ bài và a good way to start rethinking to keep a diary where you express your daily thoughts in English. It does not help to be perfect. It is more about getting out through in English with less and less effort. Nên ta giúp sử dụng từ nơi dân cắt ra nơi clear clone là ba là để dân thử chơi to với thế tiêu ta greeting dương how are you dương respond cái thầm ấy I'm good I'm not bad anh chứng dương thầm biên là đang thấy cứ cái số máu cứ dương chơi phim thầm đó bà dương ở trong bài thực kịch đó nhóm sọc sập bài chỉ thì nhóm cái gì thầm ấy sọc sập bài cái gì thầm ấy chia tê cái gì thầm ấy nó bây giờ dương kịch chân chip xa cái máy đồng bấy bỏ cứ dương get stuck thầm đòn dương gì ở trên nhỉ chứ dương thử tại nên ca cọt ra nó clear là bà đây dương riêng vì môn máu dương vô mà prao về bà vô nó vô mà prao nó ta think in English retells a story in English bà chứ cái lưu ti bầm bấy cứ dương thử cho này tiền rương sang đấy tiền rương prap kế bà take a challenge step for the retelling story. You retrace the other people's lines of thought in your own word. Okay. Chẳng ưu tiên là dương chơi cho mùi nào mà nè hay dương vô đương này dương chơi cho mùi mà nè vô tập rap mà nè tiệt. But I would start with a family story with your cultures. Your translation need to convey not only the meaning of the word but lexical and cultural nuances. Alternatively, you can choose different words to retell a simple story in English. Start from the basic reading, something like fairy tale, either
way will be beneficial to English បាទអញ្ចឹងយើងអាចអានរឿងទៀនឬក៏អានរឿងអីក៏ដោយហើយយើងព្យាយាមនិទានរឿងឡើងវិញបើទោះជាអត់មានអ្នកស្ដាប់ក៏យើងនិទានម្នាក់ឯងបាទយើងនិយាយទៅព្រោះយើងបានអានហើយយើងមានគំនិតយើងមានចាំរឿងហ្នឹងយើងយកនិយាយឡើងវិញអាហ្នឹងក៏ជាគន្លឹះល្អដែរបាទអូខេអញ្ចឹងយើងមើលគន្លឹះទី9គឺ participate in public speaking event អញ្ចឹងត្រូវចូលរួមនៅក្នុងព្រឹត្តិការណ៍ការនិយាយជាសាធារណៈបាទការនិយាយជាសាធារណៈគឺល្អដើម្បី build confidence ហើយដើម្បីឲ្យបងប្អូន practice បានច្រើននៅប្រឡូកនៅក្នុងការនិយាយភាសាអង់គ្លេសជាក់ស្ដែងបាទ Big university serial culture serial organize event like open debate spoken words reading and improve storytelling gathering these are places where you can come and might be like minded people and practice speaking English បាទទាំងដូចជា TEDx talk where you can register អាចយើងមិនចាំបាច់តធំប៉ុណ្្នឹងទេគឺយើងអាចប្រម៉ូទផ្ដុំគ្នាថាគ្នាយើងរៀនអង់គ្លេស 2-3 នាក់គ្នាយើងហ្នឹងយើងរកទីកន្លែងមួយណាសមរម្យហើយយើងចែកវេនគ្នាឡើងនិយាយបាទចែកវេនគ្នាឡើងនិយាយមានជា topic មានអីចឹងទៅយើង prepare ហើយដល់ពេលដល់ថ្ងៃគឺយើងឡើងនិយាយហើយអ្នកស្ដាប់យើង 2-3 នាក់ហ្នឹងទៅបានហើយហើយនៅពេលចុងបញ្ចប់នៃយើងនិយាយហើយគឺមានជា feedback មានអីជួយគ្នាអញ្ចឹងណាយើងអាចរៀបចំទៅអញ្ចឹងព្រោះយើងអាចទៅ register នៅកន្លែងហ្នឹងឬក៏តាមសាកលវិទ្យាល័យពេលខ្លះគាត់រៀបចំសាលារៀនអីគេរៀបចំជា competition ការនិយាយភាសាអង់គ្លេសយើងអាច register បាទ register ដើម្បីចូលរួមបាទសាកល្បងសមត្ថភាពរបស់យើងហើយបង្កើននៅ confidence របស់យើងផងដែរកន្លឹះទី10ហ្នឹងគឺយើងចូលទៅហាងកាហ្វេដែលសម្រាប់ភាសា to language cafe if public speaking terrify you and you know doesn't make you can opt to language cafes those cafes create friendly and relaxing atmosphere for people who want to practice and exchange languages you can find language cafe through local university or meetup group ដូចខ្ញុំបានលើកឡើងខាងលើវាស្តៀងគ្នាដែរបើសិនជាយើងអត់ចូលរួមហ្នឹងយើងអាចបង្កើតជា team របស់យើងក្នុងការនិយាយភាសាអង់គ្លេសយើងលក្ខណៈជា relax យើងទៅហាងកាហ្វេឬក៏ទៅកន្លែងណាលេងផ្ទះមិត្តភ័ក្តិអីយើងអាចថាទៅកាហ្វេជុំគ្នាតែយើងបញ្ចូលការនិយាយភាសាអង់គ្លេសជាមួយគ្នាទៅបាទអាហ្នឹងក៏ជារឿងល្អដែរ 11 using app បាទកន្លឹះទី11គឺយើងប្រើ apps ដើម្បីជួយ Another option is to use app to talk to native speaker online in the comfort of your own home. Some popular apps are HelloTalk and Tandem. Basically, you register for an account, introduce yourself and your native language and your hobbies. The app will find you some matches to people who speak English and want to practice the language you know. Well, all you need to do is to press a few buttons and start talking. អូខេអញ្ចឹងមាន app 2ដែលគេបានលើកឡើងក្នុងនេះមាន Hello Talk ហើយនិង Tandem ខ្ញុំបងប្អូនអាចព្យាយាម search រក app ហ្នឹងទៅបងប្អូន register ទៅបាទដោយសារក្នុង app ហ្នឹងគឺមានគេ matching អ្នកដែលចង់និយាយភាសាហ្នឹងណាបាទអញ្ចឹងយើងដាក់ជាចង់និយាយជាភាសាអង់គ្លេសដាក់ជាអង់គ្លេសទៅហើយគេនឹង match មានមនុស្សណាដែលគេចង់ practice និយាយភាសាអង់គ្លេសដែរគេនឹង match យើងជាមួយនឹងអ្នកនោះហើយយើងអាចនិយាយគ្នាតាម online ហ្នឹងបានអញ្ចឹងបងប្អូននេះHello Talk ហើយនឹង Tandem បងប្អូនអាច search រកទៅ download ទៅបាទកន្លឹះទី12កន្លឹះចុងក្រោយគឺ Chat with Siri បាទ Chat with Siri ហ្នឹងជាអ្វីដែរតោះយើងមើលមើល We find chatting with Siri is a great way to force myself to speak more clearly. As Siri is a machine, you cannot rely on environmental clue and facial gesture to get your idea across. Your words are the only tool you have to make yourself understood. Thus, you need to speak as clearly and precisely as you could. Okay, អញ្ចឹង Siri វាជាម៉ាស៊ីនមួយដូចប្រហែលជាដូច ChatGPT ឬក៏ AI ផ្សេងទៀតដែលបងប្អូនអាចសួរសំណួរនិយាយនៅក្នុងឆ្លើយឆ្លងបានអញ្ចឹងណាអានេះ Siri បងប្អូនអាច search រក Siri មើល
Another plus point of using Siri is that it's always available as long as your phone is charged and connected to Wi-Fi network. Just press home button and start asking question. If you own an Android smartphone, you can practice speaking with Google now. Và trong Google có dương anh gì bạn này, ok? Chat GPT ឯហ្នឹង Siri វាជាប្រភេទដូចគ្នាអញ្ចឹងជាប្រភេទ AI ដែលឆ្លើយឆ្លងជាមួយយើងបានណា អូខេអញ្ចឹង12កលឹះហ្នឹងដែលគេចែកម្លែកនៅក្នុងហ្នឹងខ្ញុំគិតថាល្អបើសិនបងប្អូនធ្វើបានច្រើនចំណុចដែលគេលើកឡើងហ្នឹងគឺថាការនិយាយភាសាអង់គ្លេសរបស់បងប្អូននឹងមានភាពរីកចម្រើនជាសំខាន់អញ្ចឹងសង្ឃឹមថាចប់ពីវីដេអូនេះទៅបងប្អូននឹងចាប់ផ្ដើមធ្វើការបាទចាប់ផ្ដើមសាកល្បងមិនសាកល្បងគឺធ្វើតែម្ដងបាទយកចំណុចមួយៗយកទៅអនុវត្តទៅហើយរងចាំមួយឆ្នាំក្រោយឬក៏5ខែក្រោយបងប្អូនពិនិត្យមើលការនិយាយភាសាអង់គ្លេសរបស់បងប្អូនថារីកចម្រើនប៉ុណ្ណាបាទអញ្ចឹងយើងត្រឡប់ក្រោយរំលឹកតិចថាកលឹះទី1គឺពង្រីកនៅពាក្យបាទរៀនពាក្យបានច្រើនទី2ត្រូវតែធ្វើឲ្យការបញ្ចេញសម្លេងយើងបានល្អបាទហើយទី3គឺរៀននៅ flow natural flow of English ហើយទី4គឺត្រូវតែធ្វើឲ្យទំនុកចិត្តក្នុងការនិយាយភាសាអង់គ្លេសរបស់យើងខ្លាំងបាទហើយការនិយាយមានន័យថាការ speech shadowing មានន័យថាយើង copy និយាយគេនិយាយហើយយើងនិយាយតាមគេហើយ talk self talk បាទនិយាយទៅកាន់ខ្លួនឯង sing in English ត្រូវយើងធ្វើគិតជាភាសាអង់គ្លេសហើយការនិទានរឿងឡើងវិញហើយចូលរួមនៅក្នុង public speaking តទី10គឺយើងទៅបង្កើតជាហាងកាហ្វេនិយាយភាសាអង់គ្លេសហើយទី11គឺប្រើប្រាស់ app ទី12គឺឆាតជាមួយ Siri គឺឆាត GPT ឬ Google AI អញ្ចឹងទៅអូខេអញ្ចឹងក្នុងវីដេអូនេះមានតែប៉ុណ្្នឹងបងប្អូនខ្ញុំស្វែងរកស្រាវជ្រាវទៅឃើញអត្ថបទនឹងល្អហើយគិតថាអាចជួយបងប្អូនអភិវឌ្ឍនៅការនិយាយភាសាអង់គ្លេសរបស់បងប្អូនបានបងខ្ញុំធ្វើវីដេអូចែកម្លែកតែម្ដងទៅបាទអរគុណច្រើនបងប្អូនជំរាបលាជួបគ្នាក្នុងវីដេអូក្រោយទៀតបាទ